ហេតុការណ៍បានបន្តនៅពេលដែលយូគីហើយនិងហ៊ីម៉ារិពួកគេកំពុងតែហ្វឹកហាត់ជាមួយនឹងគ្នាដោយសារតែនៅថ្ងៃស្អែកវាគឺជាការប្រកួតរវាងគ្រួសាររបស់នាងហើយនិងនាងសាច់រឿងគេបានកាត់បង្ហាញអំពីក្រុមគ្រួសាររបស់ហ៊ីម៉ារិវិញដោយម្នាក់ស្រីនេះនាងគឺមានឈ្មោះថាតូវីរ៉ាចំណែកឯម្នាក់នេះនាងគឺមានឈ្មោះថាហូម៉ារីចំណែកឯម្នាក់ទៀតនាងគឺមានឈ្មោះថាម៉ៃ មូលហេតុដែលគេបានហៅហ៊ីម៉ារីដើម្បីមកប្រយុទ្ធជាមួយនឹងពួកគេទាំងអស់គ្នាដោយសារតែនៅពេលនេះក្រុមគ្រួសាររបស់ពួកគេគឺអស់ជាមួយនឹងអ្នកគ្រប់គ្រងហើយដោយសារតែហ្វូប៊ូគីនាងគឺមានអាយុកាន់តែចាស់អញ្ចឹងហើយនាងគឺមិនអាចក្លាយទៅជាស្ត្រីមេផ្ទះបានទៀតទេអញ្ចឹងហើយតំណែងបន្តនឹងប្រកល់ឲ្យទៅកាន់អ្នកថ្មីតូវីរ៉ានាងបាននិយាយថាគ្រួសាររបស់យើងគឺមិនត្រូវការអ្នកដែលមានភាពទន់ខ្សោយនោះទេ ជាពិសេសគាត់គឺនិយាយសម្ដែងទៅកាន់ហ៊ីម៉ារីទាំងស្រុងតែម្ដងសាច់រឿងគេបានបង្ហាញនៅពេលដែលយូកាហើយនិងថេនកាពួកគេបានធ្វើដំណើរមកដល់ផ្ទះរបស់ហ៊ីម៉ារីដោយគ្រួសាររបស់ហ៊ីម៉ារីនឹងគេគឺឲ្យឈ្មោះថាត្រកូលអាស៊ូម៉ានៅពេលដែលពួកគេបានធ្វើដំណើរមកដល់អាស៊ូម៉ាបាននិយាយទៅកាន់ហ៊ីម៉ារីថាតើឯងខ្លាចមានដែរឬទេបើសិនជាឯងខ្លាចឯងគឺអាចកាន់ដៃរបស់បងបាននៅពេលដែលអាស៊ូម៉ាបានលាដៃទៅកាន់ហ៊ីម៉ារីនោះស្រាប់តែ តូវីរ៉ាគឺជាអ្នកចាប់ដៃរបស់អាសូម៉ាទៅវិញនៅពេលដែលគាត់បានជួបទៅកាន់អាសូម៉ាគាត់គឺពិតជាស្រឡាញ់ទៅកាន់អាសូម៉ាខ្លាំងណាស់ប៉ុន្តែអ្វីដែលធ្វើឲ្យអ្នកទាំងអស់គ្នាភ្ញាក់ផ្អើលនោះគឺតូវីរ៉ានឹងគឺមិនមែនជាបងឬក៏ប្អូនរបស់ពួកគេទេប៉ុន្តែនាងគឺជាលោកយាយរបស់ពួកគេអូអាណាមីឥឡូវកាន់តែលេងហើយមើលយាយគេឡើងក្មេងនិយាយទៅក្មេងជាងម៉ែគេទៀតតូវីរ៉ានាងពិតជាស្រឡាញ់ទៅកាន់អាសូម៉ាខ្លាំងណាស់ប៉ុន្តែគាត់គឺមិនបានស្រឡាញ់ទៅកាន់ហ៊ីម៉ារីនោះទេ បែរគាត់បាននិយាយទៅកាន់ហ៊ីម៉ារីថាគាត់គឺមិននិយាយអ្វីទាំងអស់គាត់គឺចង់ឲ្យហ៊ីម៉ារីដោះស្រាយជាមួយនឹងពាក្យសន្យាដែលនាងបានសន្យាជាមួយនឹងពួកគេប៉ុន្តែយើងមិនតាន់ដឹងថានាងគឺសន្យាអ្វីនោះឡើយទោះបីជាគាត់មើលទៅគួរឲ្យកាចប៉ុន្តែគាត់គឺពិតជាចិត្តល្អខ្លាំងណាស់បន្ទាប់មកពួកគេទាំងអស់គ្នាក៏ចាប់ផ្ដើមណែនាំខ្លួនវិញម្ដងដែលលោកយាយហ៊ីម៉ារីបាននិយាយថាចំណែកឯ3-4នាក់នេះពួកគេគឺជាគ្រួសារធំ ចំណែកឯ4នាក់នេះវិញពួកគេគឺជាគ្រួសារតូចមូលហេតុដែលតូវីរ៉ានាងនិយាយបែបនេះដោយសារតែ4នាក់គឺជាគ្រួសារធំហ្នឹងពួកគេគឺជាមនុស្សធំអស់ហើយចំណែកឯ4នាក់គឺជាគ្រួសារតូចនេះវិញដែលគាត់គិតថាដោយសារតែពួកគេគឺនៅក្មេងៗខ្លាំងពេកហើយគេក៏បានណែនាំឈ្មោះផងដែរដោយ2នាក់បងប្អូននេះពួកគេគឺមានឈ្មោះថាសូរ៉ាកូហើយនិងតាកាមីបន្ទាប់មកលោកយាយហ៊ីម៉ារីគាត់បានបើកជាមួយនឹងទ្វារអ្វីម្យ៉ាង ហើយក៏បានបង្ហាញអំពីផូថលមួយប៉ុន្តែនៅពេលនោះហូម៉ារីក៏បាននិយាយឌឺដងទៅកាន់ហ៊ីម៉ារីដោយនាងបាននិយាយថាទោះបីជាហ៊ីម៉ារីនាងគឺជាប់ចំណាំគ្រួសារធំក៏ដោយប៉ុន្តែហ៊ីម៉ារីគឺមិនអាចយកឈ្នះមកកាន់នាងបានទេសាច់រឿងគេបានបង្ហាញអំពីអតីតកាលដែលហូម៉ារីនឹងបានធ្វើបាបទៅកាន់ហ៊ីម៉ារីនិយាយទៅនាងគឺធ្វើបាបទៅកាន់ហ៊ីម៉ារីសឹងតែរាល់ថ្ងៃតែម្ដង ដោយសារតែទង្វើរបស់ពួកគេទាំងអស់គ្នានេះហើយទើបធ្វើឲ្យហ៊ីម៉ារីនាងគឺមិនចង់រស់នៅជាមួយនឹងគ្រួសាររបស់នាងនោះទេដោយសារអីក្រុមគ្រួសារឬក៏បងប្អូនរបស់ហ៊ីម៉ារីគឺគ្មានអ្នកណាគេចូលចិត្តទៅកាន់ហ៊ីម៉ារីឡើយប៉ុន្តែមានតែមនុស្សម្នាក់តែប៉ុណ្ណោះដែលចូលចិត្តឬក៏ស្រឡាញ់ទៅកាន់ហ៊ីម៉ារីដែលនាងគឺជាអាស៊ូម៉ានឹងឯងនៅពេលដែលហូម៉ារីកំពុងតែនិយាយឌឺដងទៅកាន់ហ៊ីម៉ារីនោះហ៊ីម៉ារីក៏បានទះដៃនាងចេញរួចហ៊ីម៉ារីក៏បាននិយាយថា ចាប់ពីពេលនេះទៅនាងគឺមិនឲ្យនរណាគេមើលងាយនាងទៀតទេបន្ទាប់មកលោកយាយរបស់អាស៊ូម៉ាក៏បានសូត្រនៅអ្វីម្យ៉ាងរួចក៏បានឲ្យពួកគេចូលទៅក្នុងផូថលនោះម្ដងម្នាក់ដែលវាគឺជាកន្លែងប្រយុទ្ធគ្នារវាងគ្រួសាររបស់ពួកគេចំណែកឯអ្នកដទៃដែលពួកគេមិនបានចូលទៅមើលវិញពួកគេក៏អាចទស្សនាពីខាងក្រៅបានមកដែរកន្លែងដែលពួកគេត្រូវតែប្រយុទ្ធគ្នាវាគឺជាកោះដាច់ស្រយាលមួយកន្លែង នៅពេលដែលចូលទៅដល់ចំណែកឯហ្វូប៊ូគីវិញនាងគឺត្រូវប៉ះគ្នាជាមួយនឹងប្អូនស្រីរបស់នាងចំនួន2នាក់ដោយសារឈ្មោះ2នាក់ហ្នឹងពិបាកអានខ្លាំងពេកអញ្ចឹងហើយខ្ញុំសម្រេចចិត្តថាហៅបងប្អូនទាំងពីរហ្មងទៅដែលពួកគេបាននិយាយទៅកាន់ហ្វូប៊ូគីថាពួកគេគឺចាំពេលវេលានេះអស់ជាយូរណាស់មកហើយពួកគេក៏បានរៀនឬក៏ស្រាវជ្រាវអំពីហ្វូប៊ូគីដែរថានាងខ្លាំងអ្វីឬក៏ខ្សោយអ្វី អញ្ចឹងហើយនៅពេលនេះពួកគេគឺហ៊ានសន្និដ្ឋានថាពួកគេគឺអាចយកឈ្នះទៅកាន់ហ្វូប៊ូគីបានចំណែកឯអាស៊ូម៉ាវិញនៅពេលនេះនាងគឺព្យាយាមស្វែងរកទៅកាន់ហ៊ីម៉ារីខ្លាំងណាស់នាងគឺត្រូវតែស្វែងរកហ៊ីម៉ារីឲ្យបានឃើញមុនពេលដែលហូម៉ារីបានធ្វើដំណើរមកដល់ចំណែកឯហ៊ីម៉ារីហើយនិងយូគីវិញនៅពេលនេះពួកគេគឺបានធ្វើដំណើរមកដល់លើភ្នំ
យូគីបានសួរទៅកាន់ហ៊ីម៉ារីថាតើគាត់នេះគឺតំណាងឲ្យអ្វីហ៊ីម៉ារីបានតបទៅកាន់គាត់ថាគ្រួសាររបស់នាងគឺបានបង្កើតជាមួយនឹងកោះមួយនេះជារៀងរាល់ឆ្នាំគ្រួសាររបស់នាងគឺតែងតែផ្លាស់ប្ដូរជាមួយនឹងសមាជិកដើម្បីឲ្យពួកគេឡើងទៅកាន់កាប់ឬក៏គ្រប់គ្រងទៅលើគ្រួសារវិញម្ដងប៉ុន្តែគឺតោះត្រង់ថាអស់រយៈពេលជាច្រើនឆ្នាំណាស់មកហើយមេគ្រួសារក៏នៅតែជាហ្វូប៊ូគីដដែលដោយសារតែនាងគឺជាអ្នកខ្លាំងដោយសារតែបែបនេះហើយទើបធ្វើឲ្យកូនផ្សេងពួកគេគឺពិតជាចង់ឈ្នះទៅកាន់ហ្វូប៊ូគីខ្លាំងណាស់បើសិនជាពួកគេអាចយកឈ្នះទៅកាន់ហ្វូប៊ូគីបានពួកគេនឹងអាចក្លាយទៅជាមេគ្រួសារវិញម្ដងប៉ុន្តែនៅពេលនោះហូម៉ារីនេះក៏បានធ្វើដំណើរមកដល់រួចនេះក៏បានបើកការវាយប្រហារទៅកាន់ពួកគេទាំងពីរតែម្ដងចំណែកឯយូគីវិញគាត់ក៏បានតដៃដែរប៉ុន្តែគាត់វាយបានត្រឹមតែខោអាវរបស់នាងតែប៉ុណ្ណោះចំណែកឯថាមពលរបស់ហូម៉ារីវិញដោយថាមពលរបស់នាងដែលមើលទៅដូចជា hacker អញ្ចឹងនៅពេលដែលនាងចង់ទទួលបានជាមួយនឹងកម្លាំងខ្លាំងឬក៏ល្បឿនលឿននាងគឺត្រូវតែបញ្ចូលជាមួយនឹងតន្ន័យចូលទៅកាន់ខួរក្បាលរបស់នាងនិយាយទៅថាមពលរបស់នាងនឹងដូចជាអ្នកគ្រប់គ្រងហ្គេមអញ្ចឹងនិយាយទៅចង់ធ្វើឲ្យខ្លួនឯងខ្លាំងក៏បានខ្សោយក៏បានជាពិសេសនាងគឺអាចមើលឃើញរាល់ចលនារបស់យូគីដែលបានបើកការវិភាហាមកកាន់នាងថែមទៀតទោះបីជាយូគីព្យាយាមវាយទៅកាន់នាងក៏ដោយប៉ុន្តែនាងគឺអាចគេចអំពីកណ្ដាប់ដៃរបស់យូគីបានយ៉ាងងាយស្រួលប៉ុន្តែគឺទាស់ត្រង់ថាហូម៉ារីនឹងនាងគឺមិនអាចប្រើជាមួយនឹងសមត្ថភាពមួយហ្នឹងបានជារៀងរហូតនោះទេនិយាយទៅវាគឺមានពេលវេលាដែរអញ្ចឹងណានៅពេលដែលវាអស់នីតិវាទៅនាងគឺត្រូវតែបញ្ចូលតន្ន័យចូលទៅកាន់ខួរក្បាលរបស់នាងម្ដងទៀតត្រឹមតែមួយជើងរបស់នាងដែលធ្វើឲ្យយូគីហើយនិងហ៊ីម៉ារីពួកគេគឺបានបែកពីគ្នាហើយយើងគឺពិតជាដឹងហើយថាហ៊ីម៉ារីបើសិនជាអត់យូគីទៅនាងគឺធ្វើអីអត់កើតទេនៅពេលដែលហូម៉ារីនាងគិតថានាងគឺជាអ្នកឈ្នះហើយនឹងហ៊ីម៉ារីបានតបទៅកាន់នាងវិញថាហ្គេមគឺមិនទាន់ចប់ទេហើយនាងក៏បានប្រែកម្លាំងទៅកាន់យូគីឲ្យគាត់ខ្លាចទៅជា Chainsaw មួយទៀតដែលមានឈ្មោះថា Chainsaw កម្លាំងឋានសួគ៌ចំណែកឯខាងបងប្អូនទាំងពីរវិញដែលនៅពេលនេះពួកគេគឺមិនអាចទប់ទល់ជាមួយនឹងហ្វូប៊ូគីបានទេពួកគេគឺត្រូវបានហ្វូប៊ូគីវាយដេកស្អាតតែម្ដងប៉ុន្តែបងប្អូនទាំងពីរគឺមិនទាន់ចោះចាញ់ត្រឹមនឹងទេដោយសារតែពួកគេគឺមានបងប្អូនម្នាក់ទៀតដែលនាងគឺមានឈ្មោះថាយូមីណាដោយសារតែយូមីណាគឺបានលាក់ខ្លួននៅលើភ្នំនោះអស់រយៈពេលជាយូរណាស់មកហើយប៉ុន្តែសង្ឃឹមរបស់ពួកគេក៏ត្រូវបានបាត់បង់ភ្លាមៗដោយសារតែយូមីណានឹងក៏ត្រូវបានម៉ៃនាងក៏បានចាត់ការហើយដែរហ្វូប៊ូគីបាននិយាយទៅកាន់ពួកគេទាំងពីរថាដូចជាអ្វីដែលខ្ញុំបានប្រាប់អញ្ចឹងខ្ញុំគឺមិនអាចចោះចាញ់បាននោះទេខ្ញុំក៏នៅតែជាមនុស្សរឹងមាំនៅពេលដែលម៉ៃហើយនិងហ្វូប៊ូគីពួកគេបានធ្វើនូវកិច្ចការរបស់ពួកគេរួចហើយពួកគេគឺនៅរងចាំមនុស្សម្នាក់ទៀតដោយម្នាក់នោះគឺជាហូម៉ារីប៉ុន្តែនៅពេលនោះពួកគេគឺបានឃើញជាមួយនឹងថាមពលយ៉ាងខ្លាំងដែលវាគឺជាថាមពលរបស់យូគីហូម៉ារីបាននិយាយទៅកាន់ហ៊ីម៉ារីថាទោះបីជាឯងខ្លាំងយ៉ាងណាក៏ដោយឯងក៏មិនអាចយកឈ្នះមកកាន់យើងបានដែរហ៊ីម៉ារីបាននិយាយថានាងដូចជាមើងងាយអ្នកបម្រើរបស់ខ្ញុំពេកហើយនាងគឺហ៊ានធានាថាត្រឹមតែមួយផ្លេតតែប៉ុណ្ណោះហូម៉ារីនឹងចាញ់ភ្លាមនៅពេលដែលលើអញ្ចឹងហូម៉ារីនឹងនាងក៏ជាមនុស្សឆ្លាតដែរនាងក៏សម្រេចចិត្តថាហោះចាក់ចេញពីពួកគេតែម្ដងដោយនាងគឺដឹងថាមពលរបស់យូគីនឹងវាគឺមានដែនកំណត់បើសិនជានាងរងចាំឲ្យពួកគេអស់ថាមពលនាងនឹងចូលទៅចាត់ការជាមួយនឹងពួកគេម្ដងទៀតប៉ុន្តែយូគីគាត់ក៏មិនមែនជាមនុស្សភ្លើដែរគាត់ក៏សម្រេចចិត្តថាដេញតាមនាងហើយគាត់ក៏បានធាក់ទៅកាន់នាងមួយជើងតែម្ដងដោយសារតែហូម៉ារីនាងគឺគ្មានជំរឿនាងក៏សម្រេចចិត្តថាតបទល់ជាមួយនឹងយូគីប៉ុន្តែគឺយើងបានឃើញថាជាមួយនឹងសូយ៉ាថ្មីរបស់យូគីនេះគាត់គឺមានល្បឿនលឿនដូចជាហូម៉ារីអញ្ចឹងជាចុងក្រោយយូគីក៏បានកាប់ចានទៅកាន់ហូម៉ារីមួយជើងដែលធ្វើឲ្យនាងគឺផ្កាប់មុខតែម្ដងទោះបីជាថាមពលរបស់ហូម៉ារីនាងគឺដល់ដែនកំណត់ក៏ដោយប៉ុន្តែនាងក៏នៅតែចង់ប្រើកម្លាំងរបស់នាងដើម្បីវាយទៅកាន់ហ៊ីម៉ារីបន្តទៀតនៅពេលដែលលឺអញ្ចឹងហ៊ីម៉ារីនាងក៏មិនបានបដិសេធដែរនាងក៏សម្រេចចិត្តថាវាយមួយស្មើជាមួយនឹងហូម៉ារីតែម្ដងហូម៉ារីនាងបានគិតថាប្រហែលជាហ៊ីម៉ារីនឹងមិនចេះវាយគ្នាអីទេដោយនាងគឺគិតថាហ៊ីម៉ារីនឹងគឺមានយូគីនៅជាមួយតែប៉ុណ្ណោះប៉ុន្តែនាងគឺគិតខុសហើយដោយសារតែហ៊ីម៉ារីនាងគឺវឹកហាត់ជាមួយនឹងយូគីជារៀងរាល់ថ្ងៃតែម្ដងអញ្ចឹងហើយនាងគឺមិនមែនជាមនុស្សស្រីទន់ខ្សោយដូចជាលើកមុនទៀតទេចំណែកឯហូម៉ារីវិញនាងបាននិយាយទៅកាន់ហ៊ីម៉ារីថាតំណែងគឺជាអ្នកគ្រប់គ្រងក្រុមគ្រួសារអាស៊ូម៉ាគឺមានតែនាងតែម្នាក់គត់ដែលទទួលបានប៉ុន្តែហ៊ីម៉ារីនាងគឺមិនបាននិយាយអ្វីនោះទេនាងគឺបានវាយទៅកាន់ហូម៉ារីដោយដែលកាលហូម៉ារីនឹងបានធ្វើបាបមកកាន់នាងដូចជាការនៅតូចអញ្ចឹងទីបញ្ចប់ហ៊ីម៉ារីនាងក៏អាចសងសឹកទៅកាន់បងប្អូនរបស់នាងវិញបានសម្រេចចំណែកឯលោកយាយរបស់ហ៊ីម៉ារីវិញនៅពេលនេះគាត់គឺពិតជាមានមោទនភាពខ្លាំងណាស់ដែលបានឃើញចៅស្រីពៅរបស់គាត់រីកចម្រើនដល់ថ្នាក់នេះ
ចំណែកឯហ៊ីម៉ារិវិញនៅពេលនេះនាងគឺដល់ពេលវេលាដែលត្រូវផ្ដល់រង្វាន់ឲ្យទៅកាន់យូគីហើយដោយរង្វាន់ដែលនាងត្រូវតែផ្ដល់ឲ្យទៅកាន់យូគីនោះវាគឺជាការវាយអណ្ដាតនឹងឯងកន្លែងហ្នឹងបើសិនជាគ្នាយើងចង់មើលគឺអាចតែមើលពេញបានណានិយាយទៅកន្លែងហ្នឹងគឺវាអាក្រេចពេកគ្នាយើងខ្ញុំអត់ចង់មើលទេនៅពេលដែលពួកគេកំពុងតែវាយអណ្ដាតនោះហ្វូប៊ូគីនាងក៏បានបង្ហាញខ្លួនតែម្ដងប៉ុន្តែនាងគឺមិនបានថាអ្វីទៅកាន់ពួកគេនោះទេមើលទៅកាន់នាងក៏ដូចជាចាប់អារម្មណ៍ដែរដោយនាងបាននិយាយថាអត់អីទេធ្វើទៀតទៅនាងគឺចង់ឃើញសាច់រឿងបានកាត់មកកាន់មេបញ្ជាការចំណុចកំពូលវិញគឺជារិនដែលនៅពេលនេះនាងគឺបានទិញជាមួយនឹងរបស់មួយចំនួនដែលវាគឺជាបន្លែកឆ្កែនឹងឯងដែលនាងបាននិយាយថានាងនឹងជួបយូគីម្ដងទៀតរួចនាងនឹងប្រាប់ទៅកាន់គាត់ថាគាត់គឺជាសាច់ឆ្កែរបស់នាងបន្ទាប់មកគេបានបង្ហាញអំពីសមាជិករបស់ព្រះទាំង3ម្នាក់ទៀតដែលនាងគឺកំពុងតែអង្គុយលេងសក់ទៅកាន់ស៊ីកូឃូដែលម្នាក់ស្រីជាសមាជិកថ្មីហ្នឹងនាងគឺមានឈ្មោះថាឃូសាត់ស៊ូចំណែកឯការពិភាក្សារបស់ពួកគេវិញស៊ីកូឃូបាននិយាយប្រាប់ទៅកាន់គ្នារបស់នាងថាមនុស្សឥឡូវនេះពួកគេគឺពិតជាខ្លាំងណាស់ដោយសារតែពួកគេគឺអាចបំបែកជាមួយនឹងដែនកំណត់របស់ពួកគេបានយ៉ាងងាយស្រួលប៉ុន្តែឃូសាត់ស៊ូបាននិយាយប្រាប់ទៅកាន់ពួកគេទាំងអស់គ្នាថាមិនអីទេរឿងទាំងអស់នេះនាងគឺអាចចាត់ការបានហើយយើងមើលទៅកាន់អត្តចរិតរបស់នាងគឺដូចជាកូនក្មេងអញ្ចឹងរ៉ៃរ៉ាន់បាននិយាយថានាងគឺពិតជានៅក្មេងខ្លាំងណាស់អញ្ចឹងហើយកុំអួតអាងខ្លួនឯងខ្លាំងពេកគ្រាន់តែរ៉ៃរ៉ាន់និយាយជាប់ភ្លាមឃូសាត់ស៊ូនេះក៏បានស្ទុះទៅវាយរ៉ៃរ៉ាន់មួយដៃគាត់អញ្ចឹងតែម្ដងចំណែកឯនាងនៅពេលនេះក៏បានក្លាយទៅជាតម្រងថ្មីដោយតម្រងថ្មីមួយនេះនាងគឺពិតជាមានកម្លាំងខ្លាំងមិនគួរឲ្យជឿប៉ុន្តែឃូសាត់ស៊ូនឹងនាងគឺមានជាមួយនឹងចរិតពីរដោយចរិតទី1បើសិនជានរណាម្នាក់ធ្វើឲ្យនាងខឹងនាងនឹងក្លាយទៅជាមនុស្សកាចសាហាវប៉ុន្តែបើសិនជាគេនិយាយសរសើរនាងថានាងស្អាតនាងនឹងក្លាយទៅជាតម្រងដើមវិញដោយតម្រងដើមនេះមើលទៅដូចជាលែកលក់អត់គ្រប់ទឹកមិនទេសាច់រឿងបានកាត់បង្ហាញអំពីការប្រកួតរបស់ហ្វូប៊ូគីហើយនិងហ៊ីម៉ារិវិញម្ដងដោយការប្រកួតមួយនេះវាគឺជាការប្រកួតលើកចុងក្រោយដើម្បីស្វែងរកថាតើអ្នកណាគឺជាមេគ្រួសារបន្ទាប់ហ្វូប៊ូគីនេះក៏បានកោះហែជាមួយនឹងអាវុធពិសេសរបស់នាងដែលវាគឺជាលំពែងហើយនាងបាននិយាយទៅកាន់ហ៊ីម៉ារិថាបង្ហាញនូវធម៌ពលទាំងអស់របស់ហ៊ីម៉ារិឲ្យគាត់បានឃើញមកហ៊ីម៉ារិក៏បានប្រែកាឡាទៅកាន់យូគីខ្លាចទៅជាតម្រងសយ័រថ្មីមួយទៀតដែលយើងគឺបានឃើញម្ដងហើយដែលវាគឺជាតម្រងឆេនសយ័រឋានសួគ៌នឹងឯងហ្វូប៊ូគីបាននិយាយថាវាគឺគ្មានប្រសិទ្ធភាពមកលើខ្ញុំនោះទេនៅពេលដែលយូគីស្ទុះចូលទៅគាត់គឺមិនអាចចូលទៅជិតហ្វូប៊ូគីបានឡើយដោយល្បឿនរបស់ហ្វូប៊ូគីវាគឺលឿនជាងហូម៉ារិទៅទៀតត្រឹមតែម្លឹមពេងរបស់ហ្វូប៊ូគីតែប៉ុណ្ណោះនៅពេលនេះយូគីគាត់គឺបានស្លាប់បាត់ទៅហើយនៅពេលដែលយូគីគាត់បានស្លាប់ហ្វូប៊ូគីបាននិយាយទៅកាន់ហ៊ីម៉ារិថាហ៊ីម៉ារិនឹងគឺគ្មានខ្លាំងអីទេគឺបានត្រឹមតែយូគីជួយតែប៉ុណ្ណោះសូម្បីតែគ្រាប់បេដែលហ៊ីម៉ារីបានបាញ់សម្ដៅទៅកាន់ហ្វូប៊ូគីក៏មិនអាចធ្វើអីទៅកាន់ហ្វូប៊ូគីបានដែរហ្វូប៊ូគីបាននិយាយថានាងគឺប្រយុទ្ធជាមួយនឹងពួកគេប្រើថាមពលត្រឹមតែ10%តែប៉ុណ្ណោះហើយនាងក៏បានវាយសម្ដៅទៅកាន់ហ៊ីម៉ារីបន្តទៀតដែលធ្វើឲ្យហ៊ីម៉ារីនាងគឺពិតជាមានការឈឺចុកចាប់ជាខ្លាំងចំណែកឯអាស៊ូម៉ាវិញនៅពេលនេះនាងគឺធ្វើដំណើរមកដល់ហើយប៉ុន្តែនៅពេលដែលនាងបំរុងនឹងចោះទៅជួយម៉ៃក៏បានចាប់នាងជាប់ម៉ៃបាននិយាយថាវាគឺជាការប្រកួតរវាងម្ដាយហើយនិងកូនអញ្ចឹងហើយយើងគឺជាកូនច្បងកុំចូលអីហ៊ីម៉ារីនាងគឺព្យាយាមវាយទៅកាន់ហ្វូប៊ូគីខ្លាំងណាស់ប៉ុន្តែនាងគឺមិនអាចធ្វើអីទៅកាន់ហ្វូប៊ូគីបានសោះហើយនាងគឺថែមទាំងត្រូវហ្វូប៊ូគីនឹងដាក់នាងឡើងខ្ទប់ថែមទៀតហ្វូប៊ូគីបាននិយាយទៅកាន់ហ៊ីម៉ារីថាពិតជាគួរឲ្យអាណិតណាស់មិនគួរណាទីស្នាក់ការទី7យកមនុស្សទន់ខ្សោយដូចជានាងទៅធ្វើការជាមួយសោះសាច់រឿងគេបានកាត់បង្ហាញអំពីអតីតកាលរបស់ហ៊ីម៉ារីហើយនិងយ៉ូកាដោយសារតែហ៊ីម៉ារីនេះគឺធ្វើការបានល្អយ៉ូកាក៏សម្រេចចិត្តថាឲ្យហ៊ីម៉ារីនឹងធ្វើជាអនុប្រធាននឹងគឺជាអ្នកមើលខុសត្រូវអីចឹងណាដំបូងហ៊ីម៉ារីនាងគឺមិនព្រមទទួលយកទេដែលនាងគិតថាដោយសារតែនាងគឺមិនទាន់ស្គាល់យ៉ូកាច្បាស់យ៉ូកាបាននិយាយថាចំពោះការងារគឺមិនចាំបាច់ស្គាល់គ្នាជិតស្និទ្ធឬក៏ស្គាល់គ្នាច្បាស់នោះទេអ្វីដែលយើងឃើញគឺមិនមែនជាមិត្តភាពឡើយអ្វីដែលយើងត្រូវឃើញវាគឺជាភាពស្មោះត្រង់នៅពេលដែលឮបែបនេះហ៊ីម៉ារីនាងពិតជារំភើបចិត្តខ្លាំងណាស់វាគឺជាអំណោយដ៏ធំធេងបំផុតសម្រាប់ជីវិតរបស់នាងចំណែកឯគ្រួសាររបស់នាងវិញគ្មានអ្នកណាគេឲ្យអំណោយឬក៏គ្មានអ្នកណាគេលើកទឹកចិត្តមកកាន់នាងនោះទេមានតែអ្នកបំបាក់ទឹកចិត្តនាងនេះហើយគឺជាមូលហេតុដែលនាងស្រឡាញ់និងគោរពទៅកាន់យ៉ូកាអញ្ចឹងហើយនាងគឺមិនឲ្យនរណាគេមើលងាយទៅកាន់យ៉ូកានោះឡើយ
នៅពេលដែល Fubuki បានស្ដាប់ឮនៅពាក្យសម្ដីម្ដាយរបស់នាងនៅពេលនោះនាងក៏ចាប់ផ្ដើមមានជាមួយនឹងថាមពលយ៉ាងខ្លាំងហើយនាងគឺថែមទាំងមានម៉ាកនៅលើដៃហើយនិងនៅលើថ្ងាសរបស់នាងថែមទៀត Himari បាននិយាយទៅកាន់ Fubuki ថាបិទមាត់ហើយពាក្យសម្ដីដែលនាងនិយាយអំបែងមិញគឺយកត្រឡប់ទៅវិញឲ្យអស់ទៅអ្វីដែលភ្ញាក់ផ្អើល Himari នាងគឺបានប្រើជាមួយនឹងថាមពលរបស់ Yakumo ដែលវាគឺជាវេទមន្តខ្យល់ព្យុះបន្ទាប់មកនាងក៏បានប្រើជាមួយនឹងវេទមន្តរបស់ Tenka ទៀតចំណែកឯការវាយប្រហារវិញនាងគឺបានប្រើជាមួយនឹងវេទមន្តរបស់ Homari ដែលធ្វើឲ្យនាងគឺមានល្បឿនលឿនហើយនិងកម្លាំងខ្លាំងចំណែកឯស្គីចុងក្រោយនាងគឺបានប្រើជាមួយនឹងថាមពលរបស់ Asuma ដែលនាងគឺបានបញ្ឈប់ពេលវេលាក្នុងរយៈពេល1វិនាទីហើយនាងក៏បានហក់ទៅធាក់ម្ដាយរបស់នាងមួយទំហឹងតែម្ដងចំណែកឯ Fubuki វិញនៅពេលនេះនាងគឺញញឹមលេងសមហើយដោយសារតែនាងគឺពិតជាពិបាកទប់ទល់ខ្លាំងណាស់នៅពេលដែល Himari បានស្ទុះចូលជាលើកទី2នាងក៏ចាប់ផ្ដើមដល់ដែនកំណត់ហើយនាងក៏បានស្លាប់បាត់ទៅ Fubuki បាននិយាយថានៅពេលនេះ Himari គឺពិតជារីកចម្រើនខ្លាំងណាស់នៅពេលដែលការប្រយុទ្ធត្រូវបានបញ្ចប់មើលទៅកាន់លោកយាយរបស់ Himari នាងគឺពិតជាសប្បាយចិត្តខ្លាំងណាស់ដោយគាត់បាននិយាយថា Himari ឥឡូវគឺពិតជាធំច្រើនមែនតើអញ្ចឹងហើយតើនៅពេលណា Himari បង្កើតចៅឲ្យគាត់មួយនៅពេលដែលលើអញ្ចឹង Himari បាននិយាយថាប៉ុន្តែនេះគឺមិនតាន់មានសង្សារមកពីណាលោកយាយ Himari បានចោលទៅកាន់ Yuki តែម្ដងដែលគាត់បាននិយាយថាហើយចោលអាកំឡោះនេះវិញដោយសារតែគាត់ឃើញថា Himari នឹងគឺពិតជាស្និទ្ធស្នាលជាមួយនឹង Yuki ខ្លាំងណាស់ហើយគាត់បាននិយាយទៅកាន់ពួកគេថាបើសិនជាពួកគេមិនចេះបង្កើតកូនទេទុកឲ្យគាត់ជាអ្នកបរិញ្ញាស្តាមចុយមកចំណែកឯបងប្អូនចំនួន4នាក់ទៀតដោយសារតែការបរាជ័យរបស់ពួកគេគឺត្រូវតែវឹកហាត់បន្ថែមចំណែកឯ Fubuki នាងគឺបាននិយាយទៅកាន់ម្ដាយរបស់នាងថាគាត់គឺអាយុច្រើនហើយអញ្ចឹងហើយគឺល្មមឈប់ស្លៀកជាមួយនឹងសម្លៀកបំពាក់សិស្សសាលាទៀតទៅអ្វីដែលគាត់ធ្វើប្រហែលទៀតនោះគឺសូម្បីតែកិច្ចប្រជុំរបស់មេបញ្ជាការចំណុចកំពូលក៏គាត់ក៏មិនបានចូលរួមដែរគាត់គឺពិតជាខ្ជះខ្ជាយពេលវេលាខ្លាំងណាស់នៅពេលដែលលោកយាយ Himari បំរុងនឹងបដៅកូនឆ្លើយចេញ Fubuki ក៏បានបើកការវិភាគទៅកាន់គាត់តែម្ដងហើយនាងបាននិយាយថានៅពេលនេះនាងគឺជាមេគ្រួសារបើសិនជាម្ដាយរបស់នាងនៅតែបន្តធ្វើប្រហែលបន្តទៀតនាងនឹងបោះបង់គាត់ចោលចំណែកឯលោកយាយរបស់ Himari គាត់គឺមិនបានប្រកាន់ទៅកាន់កូនស្រីរបស់គាត់នោះទេដែលគាត់បាននិយាយថានៅពេលនេះកូនរបស់គាត់គឺរឹងមាំអស់ហើយចំណែកឯធម្មពលរបស់គាត់វិញគាត់គឺអាចព្យាបាលមកកាន់ខ្លួនឯងឬក៏ស្រូបទៅកាន់ព្រលឹងមនុស្សជាដើមជាចុងក្រោយ Fubuki បានអរគុណទៅកាន់ Yoka ហើយនិង Tenka ដែលបានវឹកហាត់ឬក៏បង្វឹកកូនរបស់ពួកគាត់ឲ្យខ្លាំងរហូតមកដល់ចំណុចមួយនេះសាច់រឿងបានកាត់បង្ហាញអំពី Kusatsu វិញមិនដឹងថានាងគឺអាចចេញអំពីបវត្តិវហេតុម៉ាតូដោយរបៀបណានោះទេនាងបានធ្វើដំណើរមកដល់ទីក្រុងរួចនាងបាននិយាយថាតើទីនេះមែនទេគឺជាកន្លែងដែលមនុស្សរស់នៅ